ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកឆាបកងពងទាប្រៃចឹងថ្ងៃនេះខ្ញុំដាក់លាយជាមួយនឹងទឹកដោះគោឆៅហើយម្ដងខ្ញុំមកដាក់លាយបងប្អូនថ្ងៃនេះខ្ញុំសាកដាក់លាយចឹងណាចាហើយគ្រឿងផ្សំគឺមានបកងមានពងទាប្រៃមានជាមួយខ្ទឹមសស្លឹកខ្ទឹមហើយនិងទឹកដោះគោឆៅអញ្ចឹងជាដំបូងនេះគឺខ្ញុំចាប់ផ្ដើមដាក់ដាំខ្ទះនៅក្តៅហើយខ្ញុំចាក់ប្រេងឆាចូលអញ្ចឹងខ្ញុំចាក់វាចូលហើយខ្ញុំដាក់បកងចូលហើយបកងនេះគឺខ្ញុំបានកាត់ព្រួយកាត់អីស្អាតទេណាបងប្អូនចាហើយខ្ញុំយកបកងហ្នឹងមកម្លឹងជាមួយនឹងប្រេងឆាហ្នឹងឲ្យវាឡើងឆ្អិនមកល្មមអញ្ចឹងណាបងប្អូនចាហើយបើខ្ញុំដួសវាទុកម្ល៉េះទៅបាទខ្ញុំចាប់ផ្ដើមមកឆាគ្រឿងឆាខៅអីបន្ថែមទៀតអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងធ្វើបែបនេះទៅដើម្បីឲ្យបកងសាច់បកងរបស់យើងហ្នឹងគឺវាឡើងរឹងបានល្អអញ្ចឹងណាបងប្អូនអញ្ចឹងបន្ទាប់ពីខ្ញុំម្លឹងវាបានឆ្អិនប៉ុណ្្នឹងហើយគឺខ្ញុំអាចស្រង់វាទុកម្ល៉េះសិនអញ្ចឹងណាបងប្អូនចាហើយបានយើងទៅម្លឹងជាមួយនឹងគ្រឿងក្រៅរបស់យើងផ្សេងទៀតចឹងណាចាឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមសម្លឹងចូលនៅក្នុងខ្ទះទៅហើយខ្ញុំម្លឹងវាឲ្យឡើងឈ្ងុយបានល្អចឹងណាហើយបានបន្តមកទៀតមកបានខ្ញុំដាក់ជាមួយនឹងពងទាប្រៃចូលសម្រាប់ពងទាប្រៃនេះយើងយកតែផ្នែកក្រហមឯណាបងប្អូនចាខ្ញុំប្រើចំនួន4គ្រាប់ហើយបងប្អូនចង់ដាក់ថែម6គ្រាប់ឬមួយក៏5គ្រាប់ហើយក៏បានដែរតាមចំណង់ចំណូលចិត្តបងប្អូនណាសម្រាប់ខ្ញុំ4គ្រាប់នេះគឺសមល្មមណាបងប្អូនចាតែបងប្អូនចូលចិត្តច្រើនបងប្អូនដាក់ច្រើនទៅបន្ថែម1គ្រាប់ឬមួយក៏2គ្រាប់ពីលើខ្ញុំក៏បានដែរអញ្ចឹងខ្ញុំម្លឹងពងទាប្រៃហ្នឹងឲ្យវាឡើងសប់បានល្អចឹងណាបងប្អូនចាបានខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងគ្រឿងទេសផ្សេងចូលអញ្ចឹងខ្ញុំម្លឹងវាប៉ានេះគឺវាសមល្មមឯណាអញ្ចឹងគឺខ្ញុំចាប់ផ្ដើមដាក់គ្រឿងទេសចូលខ្ញុំដាក់ទឹកប្រេងខ្យងចូលតាមបងប្អូនចូលចិត្តណាហើយខ្ញុំដាក់ប៊ីចេងបន្តិចទៅហើយដាក់ជាមួយនឹងស្ករសហើយខ្ញុំបន្ថែមជាមួយនឹងទឹកថៃបន្តិចចឹងណាបងប្អូនចាគឺខ្ញុំអត់ថែមអំបិលលេបូឌីសានៅក្នុងហ្នឹងគឺវាប្រៃស្រាប់ហើយគឺយើងប្រើបង្គាប្រៃអីចឹងណាបងប្អូនចាចឹងខ្ញុំប្រើតែទឹកថៃបន្តិចទៅគឺវាល្មមអីអញ្ចឹងខ្ញុំចាប់ផ្ដើមម្លឹងគ្រឿងក្រៅហ្នឹងឲ្យចូលគ្នាសព្វបានល្អសិនចឹងណាបងប្អូនបានខ្ញុំដាក់បកងចូលអញ្ចឹងសម្រាប់បកងដោយសារយើងបានចម្អិនវាមុននឹងខ្លះហើយអញ្ចឹងខ្ញុំដាក់ទៅខ្ញុំគ្រាន់តែចម្អិនវាប្រហែលជាមួយស្ទុះដែរណាបងប្អូនចាគឺខ្ញុំជួយវាឲ្យឆាវាឲ្យចូលគ្រឿងសព្វបានល្អអញ្ចឹងហើយគឺខ្ញុំចម្អិនវាតែមួយស្ទុះឯងគឺឆ្អិនអីអញ្ចឹងយើងអត់ដាក់ឲ្យវាឆ្អិនពេកទេណាចាហើយសម្រាប់បន្ទាប់ពីខ្ញុំឆាហើយហ្នឹងគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងទឹកដោះគោឆៅណាបងប្អូនចាអញ្ចឹងសម្រាប់ទឹកដោះគោឆៅបងប្អូនដាក់ក៏បានអត់ក៏បានដែរណាបងប្អូនចាប៉ុន្តែដោយសារខ្ញុំចង់សាកដាក់បន្ថែមជាមួយដោះគោឆៅមើលតើរសជាតិវាបែបណាអញ្ចឹងណាបងប្អូនខុសពីយើងអត់ដាក់អត់អញ្ចឹងខ្ញុំសាកដាក់វាទៅហើយសម្រាប់រសជាតិវាវិញបងប្អូនគឺឆ្ងាញ់ហើយវាប្លែកពីយើងអត់ដាក់ចឹងណាបងប្អូនចាបើយើងដាក់ទៅគឺវាជាតិមួយយ៉ាងចឹងណាបងប្អូនគឺរបៀបថាវាខ្ទិះចឹងណាចឹងបងប្អូនអាចសាកធ្វើវិធីនេះបានហើយបើបងប្អូនអត់ចង់ដាក់ក៏បានដែរស្រេចតចំណង់ចំណូលចិត្តណាព្រោះបងប្អូនខ្លះគាត់ចូលចិត្តបែបធម្មតាហើយបងប្អូនខ្លះចូលចិត្តបែបរៀងខ្ទិះចឹងទៅគឺយើងអាចដាក់តាមចំណង់ចំណូលចិត្តយើងបានចឹងណាចាឥឡូវសម្រាប់បកងឆាពងទាប្រៃជាមួយនឹងទឹកដោះគោឆៅរបស់ខ្ញុំហ្នឹងគឺបានឆ្អិនដូចរហ័សហើយណាបងប្អូនអញ្ចឹងយើងអាចដួសយកទៅញ៉ាំបានហើយអញ្ចឹងសម្រាប់បងប្អូនដែលចង់ធ្វើអាចទស្សនាវីដេអូនេះបានណាបងប្អូនចាគឺវិធីធ្វើងាយហើយលឿនទេណាបងប្អូនសម្រាប់បកងមួយគឺយើងអត់ធ្វើយូរទេចាអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបងប្អូនកុំភ្លេចជួយចុច like និង subscribe នៅលើ channel របស់ខ្ញុំម្នាក់មួយផងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ